រឿងបិសាចភ្នំខ្មៅកាលពីព្រេងនាយនៅក្នុងភូមិតូចមួយដែលស្ថិតនៅជើងភ្នំខ្មៅដ៏សែនឆ្ងាយមានរឿងនិទានដ៏គួរឲ្យខ្លាចមួយបានលេចលឺតគ្នារឿងនោះគឺអំពីបិសាចភ្នំខ្មៅជាបិសាចដ៏សាហាវយង់ឃ្នងដែលតែងតែដឹកលុបនៅពេលយប់ដើម្បីចាប់មនុស្សស៊ីជាអាហារគ្មានអ្នកណាម្នាក់ធ្លាប់ឃើញមុខវាពិតប្រាកដនោះទេគ្រាន់តែដឹងថាវាមានរូបរាងខ្ពស់ធំសម្បូរខ្មៅងងឹតភ្នែកក្រហមឆៅដូចភ្លើងក្រចកស្រួចវែងនិងមានធ្មេញស្រួចដូចចំពោះសត្វស្លាបរាល់ពេលដែលវាចេញមកអ្នកភូមិរមែងបាត់បង់សមាជិកគ្រួសារម្នាក់ឬពីរនាក់ជារៀងរាល់ខែដែលធ្វើឲ្យយកភូមិទាំងមូលរស់នៅក្នុងភាពភ័យខ្លាចយប់មួយដ៏ងងឹតសូនឈឹងគ្មានពន្លឺព្រះច័ន្ទសូម្បីបន្តិចរស្មីភូមិទាំងមូលបានលំលក់ក្នុងភាពស្ងប់ស្ងាត់ស្រាប់តែមានសំឡេងក្រហមដ៏គួរឲ្យខ្លាចបានបន្លឺឡើងពីទឹកភ្នំខ្មៅអ្នកភូមិគ្រប់គ្នាបានដឹងភ្លាមថានោះគឺជាសំឡេងរបស់បិសាចភ្នំខ្មៅពួកគេបាននាំគ្នាបិទទ្វារផ្ទះយ៉ាងជិតហើយពំលាក់ខ្លួនក្រោមគ្រែដោយកតែងភ័យខ្លាចសំឡេងក្រហមនោះបានខិតកាន់តែជិតពេលនោះក៏មានសំឡេងស្រែករបស់នារីម្នាក់បានបន្លឺឡើងជួយផងនោះគឺជាសំឡេងរបស់នាងម៉ាលីជាក្មេងស្រីអាយុ18ឆ្នាំដែលរស់នៅតែម្នាក់ឯងក្នុងផ្ទះចាស់មួយក្បែរព្រៃនាងកំពុងតែដើរទៅដងទឹកនៅមាត់អូរក៏ស្រាប់តែជួបនឹងបិសាចនោះបានចាប់នាងម៉ាលីហើយព្យាយាមអូសនាងចូលទៅក្នុងព្រៃនាងបានស្រែកយំយ៉ាងខ្លាំងហើយព្យាយាមរើបំរាស់ប៉ុន្តែគ្មានប្រយោជន៍ឡើយពេលនោះលោកសាយជាព្រានព្រៃចំណាំម្នាក់ដែលកំពុងតែដើរបាត់ព្រៃបានលើសំឡេងស្រែករបស់នាងម៉ាលីលោកសាយជាបុរសក្លាហានហើយមានជំនាញបាញ់ធ្នូដ៏ពូកែគាត់បានសម្រេចចិត្តទៅជួយនាងម៉ាលីលោកសាយបានលោកដើរទៅជិតកន្លែងកើតហេតុគាត់បានឃើញបិសាចខ្មៅដ៏ធំសម្បើមមួយកំពុងតែកាន់នាងម៉ាលីគាត់បានលើកធ្នូរបស់គាត់ឡើងហើយបានបាញ់ព្រួញទៅចំភ្នែករបស់បិសាចនោះបានស្រែកយំយ៉ាងខ្លាំងដោយសារតែការឈឺចាប់វាបានទម្លាក់នាងម៉ាលីចោលហើយបានរត់ចូលទៅក្នុងព្រៃងងឹតបាត់ទៅលោកសាយបានលុបទៅរកនាងម៉ាលីហើយបានជួយនាងយកក្រោមឡើងនាងម៉ាលីភ័យខ្លាចយ៉ាងខ្លាំងរហូតដល់បាត់បង់ស្មារតីលោកសាយបានបីនាងម៉ាលីទៅផ្ទះហើយបានជួយព្យាបាលរបួសរបស់នាងចាប់តាំងពីថ្ងៃនោះមករឿងរ៉ាវរបស់លោកសាយនិងបិសាចភ្នំខ្មៅបានល្បីល្បាញពេញភូមិអ្នកភូមិគ្រប់គ្នាបានកោតសរសើរចំពោះភាពក្លាហានរបស់លោកសាយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែភ័យខ្លាចបិសាចភ្នំខ្មៅពួកគេដឹងថាថ្ងៃណាមួយវានឹងត្រឡប់មកវិញដើម្បីសងសឹកលោកសាយបានសម្រេចចិត្តថាគាត់ត្រូវតែកម្ចាត់បិសាចភ្នំខ្មៅជារៀងរហូតដើម្បីការពារអ្នកភូមិគាត់បានរៀបចំឧបករណ៍បរបាញ់របស់គាត់ហើយបានចូលទៅក្នុងព្រៃភ្នំខ្មៅគាត់បានដើរស្វែងរកបិសាចនោះអស់ជាច្រើនថ្ងៃទីបំផុតគាត់ក៏បានរកឃើញរូងភ្នំមួយដែលគាត់ជឿថាជាកន្លែងដែលបិសាចនោះរស់នៅគាត់បានចូលទៅក្នុងរូងភ្នំដោយប្រុងប្រយ័ត្នខាងក្នុងរូងភ្នំងងឹតសូនឈឹងហើយមានក្លិនស្អុយចម្លែកគាត់បានឮសំឡេងដកដង្ហើមដ៏ធំមួយនៅខាងក្នុងគាត់បានដឹងថាបិសាចនោះនៅទីនោះគាត់បានលើកធ្នូរបស់គាត់ឡើងហើយបានត្រៀមខ្លួនជាស្រេចដើម្បីបាញ់ភ្លាមនោះបិសាចនោះក៏បានលោតចេញពីក្នុងភាពងងឹតវាមានរូបរាងគួរឲ្យខ្លាចជាងអ្វីដែលគាត់បានស្រមៃទៅទៀតភ្នែករបស់វាភ្លឺក្រហមឆៅដូចឈូងថ្មហើយធ្មេញរបស់វាស្រួចដូចកាំបិតលោកសាយបានបាញ់ព្រួយទៅចំទ្រូងរបស់បិសាចនោះបានស្រែកយំយ៉ាងខ្លាំងហើយបានដួលទៅលើដីវាបានព្យាយាមក្រោកឡើងវិញប៉ុន្តែព្រួយនោះបានចូលជ្រៅទៅក្នុងខ្លួនរបស់វាបានថ្មមួយសន្ទុះហើយទីបំផុតក៏ដាច់ខ្យល់ស្លាប់បាត់ទៅលោកសាយបានត្រឡប់មកភូមិវិញដោយជោគជ័យអ្នកភូមិគ្រប់គ្នាបានអបអរសាទរចំពោះជាជំនះរបស់គាត់ចាប់តាំងពីថ្ងៃនោះមកបិសាចភ្នំខ្មៅមិនបានលេចលុបមកទៀតឡើយភូមិបានរស់នៅក្នុងភាពស្ងប់ស្ងាត់និងសុខសាន្តជារៀងរហូតរឿងរ៉ាវរបស់លោកសាយនិងបិសាចភ្នំខ្មៅបានក្លាយជារឿងនិទានដ៏ល្បីល្បាញមួយដែលត្រូវបាននិយាយតគ្នាពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរំលឹកដល់ភាពក្លាហានរបស់មនុស្សនិងការយកឈ្នះលើអំពើអាក្រក់រឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទអ្នកមួយផងណាសូមអរគុណ